នៅក្នុងព្រះវិហារព្រះកែវមរកតគឺមានគំនូរដែលវិចិត្រករបានគូរចាប់តាំងពីពេលដែលកសាងព្រះវិហារហើយគេគិតថាគំនូរខាងក្នុងនោះបានបាត់បង់ទាំងស្រុងសូមស្វាគមន៍មកកាន់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីសានរ៉ូម៉ាន់ទីនេះគឺជាពិព័រណ៍ថ្មីស្រឡាងមួយទៀតរបស់សារមន្ទីរដែលនិយាយអំពីការលេចត្រឡេកឡើងវិញគឺសំដៅទៅលើគំនូរនៅក្នុងព្រះវិហារព្រះកែវមរកតដែលស្ថិតនៅក្នុងព្រះបរមរាជវាំងព្រះវិហារនេះកសាងឡើងតាមព្រះរាជបញ្ជារបស់ព្រះបាទនរោត្តមកសាងពីឆ្នាំ1895ដល់ឆ្នាំ1902ដែលបានបញ្ចប់ជាស្ថាពរការកសាងវិហារនេះគឺជារាជបំណងរបស់ព្រះអង្គគឺព្រះអង្គចង់បន្សល់ទុកនៅស្នាព្រះហស្ថមួយផ្នែកពុទ្ធសាសនាជំនឿថានៅពេលដែលព្រះអង្គកើតនៅជាតិខាងមុខអាចក្លាយទៅជាព្រះមហាក្សត្រមានព្រះមេដាដែលជាក្តីមេត្តាករុណាខ្ពស់សម្ដេចព្រះវររាជជនអ្នកនិប៉ែនពីដើមឡើយនៅពេលដែលកសាងព្រះវិហារវិចិត្រករខ្មែរបានគូរគំនូររៀបរាប់ទាក់ទងទៅនឹងរឿងទុស្យដកហើយនឹងរឿងអំពីពុទ្ធប្រវត្តិទាំង10ជាតិរបស់ព្រះសម្មាសម្ពុទ្ធរីឯថែវវត្តធំខាងក្រៅព្រះវិហារគឺនិយាយទាក់ទងទៅនឹងរឿងរាមកេរ្តិ៍បាទនៅពេលដែលយើងចូលទៅក្នុងព្រះវិហារព្រះកែវមរកតយើងឃើញខាងក្នុងព្រះវិហារមានលាបពណ៌ឈាមជ្រូកដែលយើងមានអារម្មណ៍ថាដូចជាបាត់អ្វីម្យ៉ាងនៅក្នុងបូជនីយដ្ឋានពុទ្ធសាសនាតាមរយៈទឹកតាំងថ្មីបានបង្ហាញកាន់តែច្បាស់ថានៅក្នុងព្រះវិហារព្រះកែវមរកតពិតជាគំនូរបុរាណដែលវិចិត្រករបានគូរតាំងតែពីពេលកសាងព្រះវិហារមកម្ល៉េះប្រមាណជា60ឆ្នាំក្រោយគំនូរទាំងនោះក៏ត្រូវបានបាត់បង់ទៅវិញដោយសារអាយុកាលនៃសំណង់ព្រះវិហារដែលរងភាពទ្រុឌទ្រោមធ្នឹមនៃអគារបានស្រុតបាក់ដែលមូលហេតុថាការរក្សាលំនឹងនៃអគារគឺប្រើសសរខាងក្រៅនិងជញ្ជាំងដែលជួយទ្រលំនឹងធ្នឹមនិងពិដានស្របអាយុកាលនិងភាពទ្រុឌទ្រោមនៃសំណង់ព្រះវិហារនេះបានទាមទារឲ្យមានការចាប់អារម្មណ៍និងជួសជុលសង្គ្រោះជាបន្ទាន់កត្តាទាំងនេះហើយដែលទាមទារឲ្យមានការចាប់អារម្មណ៍និងជួសជុលសង្គ្រោះសំណង់ព្រះវិហារជាបន្ទាន់នៅឆ្នាំ1963សម្ដេចព្រះបាទនរោត្តមសីហនុព្រះអង្គបានប្រគល់ភារកិច្ចទៅដល់ស្ថាបត្យករគឺលោកវណ្ណមុនីវណ្ណពេលនោះដែរលោកបានសិក្សាថាដើម្បីរក្សាលំនឹងអគារនេះឡើងវិញត្រូវតែបណ្ដុះសសរនៅតាមជញ្ជាំងហើយនឹងដូរធ្នឹមពីធ្នឹមឈើមកធ្នឹមបេតុងហើយនឹងធ្នឹមដែកដើម្បីរក្សាលំនឹងនឹងជាហេតុនាំឲ្យប៉ះពាល់ទៅដល់គំនូរនៅលើជញ្ជាំងព្រះវិហារលោកវណ្ណមុនីវណ្ណលោកបានអនុញ្ញាតឲ្យសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមកដាមគំនូរនេះឡើងវិញនៅពេលដែលជួសជុលចប់គឺលោកនឹងឲ្យគេគូសឡើងវិញតែដោយសារអកុសលប្រទេសយើងត្រូវបានឆ្លងកាត់នៅសង្គ្រាមស៊ីវិលហើយនឹងមានការលុបបំបាត់នៅរបបរាជានិយមនៅពេលនោះទោះបីជាការជួសជុលនេះបានរួចរាល់ជាស្ថាពរយ៉ាងណាក៏ដោយចាស់តាំងពីពេលនោះមកហ្វីមឬក៏គំនូរដែលបានចម្លងនោះបានបាត់បង់ហើយគេគិតថាគំនូរខាងក្នុងនោះបានបាត់បង់ទាំងស្រុងនៅទសវត្សរ៍ឆ្នាំ1980ព្រះអង្គម្ចាស់ស្ត្រីនរោត្តមម៉ារីបានប្រទះនៅរូបថតកញ្ចក់ក្នុងប្រអប់មួយដែលព្រះអង្គម្ចាស់គិតថាជាគំនូរបុរាណនៅតាមថែវខាងក្រៅព្រះវិហារព្រះកែវមរកតដែលពិពណ៌នាអំពីរឿងរាមកេរ្តិ៍តែមកដល់ឆ្នាំ2024ព្រះម្ចាស់ស្ត្រីបានអនុញ្ញាតឲ្យសាស្ត្រាចារ្យ Olivier de Bennon មកពិនិត្យផ្ទាំងរូបថតកញ្ចក់ទាំងនោះក្រោយពិនិត្យភ្លាមលោកក៏ដឹងភ្លាមថារូបថតទាំងនោះគឺជារូបគំនូរបុរាណនៅក្នុងព្រះវិហារព្រះកែវមរកតដែលគ្រប់គ្នាគិតថាបានបាត់បង់ទៅហើយការរកឃើញគំនូរនេះឡើងវិញគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលនិងជារឿងដ៏អស្ចារ្យដែលហ្វៀមទាំងអស់នេះមាន20ផ្ទាំងដែលជិតពាក់កណ្ដាលនៃផ្ទាំងគំនូរនៅខាងក្នុងព្រះវិហារដែលមានសរុប46ផ្ទាំងវារូបថត20ផ្ទាំងយើងបានដាក់តាំងបង្ហាញនៅទីនេះដោយផលិតឡើងវិញជាវីដេអូដែលមានសេចក្តីអធិប្បាយនៃរឿងទុស្យដកឬក៏រឿងពុទ្ធប្រវត្តិដែលបង្ហាញនៅខាងក្នុងព្រះវិហារព្រះកែវមរកតបូជនីយដ្ឋានមួយដែលមានឈ្មោះពីរនៅពេលដែលគេសួរជនបរទេសថាព្រះវិហារព្រះកែវមរកតគេនឹងហៅឈ្មោះនេះថា Silver Pagoda ដែលមានន័យថាវត្តប្រាក់គេសំដៅទៅលើកម្រាលប្រាក់5000សន្លឹកដែលក្រាលនៅខាងក្នុងព្រះវិហារព្រះកែវមរកតតែសម្រាប់ជនជាតិខ្មែរយើងគឺហៅឈ្មោះព្រះវិហារព្រះកែវមរកតទៅតាមព្រះបរិមាដែលបានតាំងនៅខាងក្នុងព្រះវិហារព្រះកែវមរកតដែលបរិមានេះគឺធ្វើអំពីថ្មកែវប្រភេទបាការ៉ាហើយបរិមាដែលល្បីខ្លាំងនៅក្នុងព្រះវិហារព្រះកែវមរកតគឺព្រះសិអាមេត្រីហើយព្រះបរិមានេះគឺកសាងអំពីមាសរួមជាមួយនឹងត្បូងពេជ្រតាមរយៈសិភៅនេះលោកអ្នកអាចស្វែងយល់អំពីការបាត់បង់គំនូរនិងការរកឃើញឡើងវិញតួអង្គសំខាន់ៗនៅក្នុងគំនូរ
រឿងរ៉ាវអត្ថន័យនៅក្នុងគំនូរក៏ដូចជាមូលហេតុនៃការកសាងវត្តព្រះកែវមរកតនេះផងដែរខាងចុងនៃទំព័រសិភៅនេះក៏មានសំណួរដើម្បីសាកល្បងអំពីចំណេះដឹងនៃការទស្សនារបស់អស់លោកអ្នកអំពីពិព័រណ៍មិនអចិន្ត្រៃយ៍នេះ